បើថាខ្លាចខ្មាស់គេយកថងខ្មៅគ្រប់ក្បាលហ្មងទៅគេលែងឃើញមុខហើយលែងខ្មាស់គេហើយទាមុខរបរសំខាន់ជាងបងប្អូនមែនកូនជួយវាសិនទៅធៀមវាខាប់ជាងទឹកអ្វីដែលម៉ែជពាក់កូនបើចិត្តនេះម៉ែសងកូនមិនអស់ទោះបីជាតិក្រោយម៉ែកាត់ទៅជាគោឬក៏កបីកូនប្រើម៉ែបានតាមចិត្តតែពេលនេះម៉ែសុំបងណាកូនណាបើចឹងតដែរបងឯងឲ្យខ្ញុំរៀនខាត់ពេល2ឆ្នាំហ្នឹងទៅអីអត់រៀនតាំងពីដំបូងហ្មងទៅវាមិនស្រួលអីបើហ៊ានតែឲ្យអាសរោយកប្រពន្ធឥឡូវហ្នឹងគ្រួសារយើងត្រៀមតែទឹកភ្នែកហើយនឹងបែកខ្ញែកគ្នាហើយទៅហៅឡូម៉ែសរោមានលុយខ្លះអត់កូនម៉ែត្រូវការលុយធ្វើអីទៀតហើយម៉ែយកមកទូទាត់ថ្លៃជីថ្លៃចំណីមនឲ្យគេហ្នឹងណាកូនខ្ញុំប្រាប់ម៉ែប្រហែលដងហើយរឿងធ្វើស្រែធ្វើចការចិញ្ចឹមមាន់ចិញ្ចឹមទៀននេះម៉ែមិនបាច់ប៉ះពាល់ទៀតទេម៉ែចំណាស់នេះហើយនៅប្រឹងទៅអីទៀតគេគ្រប់គ្នាធ្វើចំណេញតែម៉ែធ្វើមិនដែរចំណេញមានតែខាតតែពេលខាតតែកម្លាំងប្រហិនទៅលុយហ្នឹងបើមិនឲ្យម៉ែធ្វើស្រែធ្វើចការព្រោះឲ្យម៉ែនៅផ្ទះអត់ធ្វើអីសោះហ្នឹងមែនកូនម៉ែប្រឹងដើម្បីណាគេទៀតម៉ែមានកូនតូចឯណាត្រូវចិញ្ចឹមទៀតមែនហើយម៉ែដឹងហើយកូនតែផ្ញើទៅលើកនេះសិនមកម៉ែទូទាត់ឲ្យគេឲ្យហើយទៅកុំឲ្យគេមកទៀតដល់ផ្ទះហ្នឹងណាកូនបានណាចាំផ្ញើឲ្យតើណាទៀតហីខ្ញុំទៅសាលាបងមិនទៅសាលាក៏ត្រង់តែងខ្លួនស្អាតបានសម្បើមហ៎ខ្ញុំក៏ចេះចង់ស្អាតដែរបងថ្ងៃអាទិត្យទៅរៀនតាទៅរៀនជាមួយណាគេខ្ញុំទៅបង្ហាញ assignment នៅសាលាមួយពូម៉ាក់ខ្ញុំបងរៀនច័ន្ទដល់សុកមិនអស់ចិត្តថែមសៅរ៍អាទិត្យទៀតហើយផងអត់មានពេលវេលាជួយការងារក្នុងហាងឯសោះហ្មងហ៎ការងារ assignment នៅសាលាវាច្រើនបងខ្ញុំបើមានកុំព្យូទ័រខ្លួនឯងខ្ញុំអត់ឲ្យបងឯងពិបាកអញ្ចឹងទេនេះខ្ញុំទៅខ្ចីកុំព្យូទ័រគេធ្វើបងបានខ្ញុំបង្ហាញការងារនឹងបានបងខ្ញុំសុំទិញកុំព្យូទ័រមួយមកបងគ្មានលុយណាទិញកុំព្យូទ័រឲ្យទៀតទេម្សិលមិញម៉ែទើបតែមកយកលុយហើយអត់អីទេបងឲ្យចោះមានរឿងអីមិននិយាយឲ្យអស់មកថ្លៃបងសាលាបងកាលអាទិត្យក្រោយដល់ថ្ងៃបងទៅរៀនសិនណាអាទិត្យក្រោយចាំគិតទៀតកុំឲ្យយឺតដូចលោកមុនទៀតហ៎បងខ្ញុំខ្វះគេបើថាខ្លាចខ្មាស់គេយកថងខ្មៅគ្រប់ក្បាលហ្មងទៅគេលែងឃើញមុខហើយលែងខ្មាស់គេហើយបើអត់មានអាណិតខ្ញុំសោះហ្មងហើយគ្រប់គ្នាអត់មានតែគេបងលុយយឺតដូចខ្ញុំទេណាបងមកថ្នាក់មានតែខ្ញុំម្នាក់ឯងទេពេលដែលគ្រូប្រកាសឈ្មោះទាលុយម្ដងខ្ញុំកែប្រញាប់ទៅរៀនអីនៅរៀនប្រាប់ច្រើនម៉េះបើប្រាប់ថាអាទិត្យក្រោយនេះស្ដាប់គ្នាបានណាទៅរៀនស្រួលទៅតាំងសៅរ៍អាទិត្យទៅរៀនទៅប្រយ័ត្នស្រូបចំណេះដឹងមិនទាន់គេអញ្ជើញបាននៅតែដកចាយមិនដឹងមុខបន្តិចជួយនេះបន្តិចជួយនោះទៀតមិនដឹងតែពេលណាបានមានលុយគ្រប់សម្រាប់ធ្វើផ្ទះសម្រាប់ធ្វើហាងឯងមើលទៅតើតែឆ្លៀតដកធ្វើបដាឯងមើលទៅមកមើលដៃត្រូវការធ្វើអីមែនបងថាមើលដៃធ្វើផ្ទះហើយនឹងធ្វើហាងកាហ្វេហ្នឹងណាហា
ai cho mày chụp chua hàng cà phê cái này đúng ấy chứ. Ôi bông cứ ta chụp chú lấy trong thơ luôn ai mong muốn ta bốn tha chăm miên lôi cốp chăm thơ tao bè lỡ ót thì dài xám bàn tình tuổi thơ món tơ. Ôi trong thử ấy bông nè đại tiếp so ISI chụp lịch kho con máy đại phần lịch Việt Đông rồi lỗ đại so ISI ISI miền rong chạm phần lịch nâng cái này đông rồi lỗ đại so đầm bông kê bông o nâng miền tạm muối cốt nợ bê cam chia tăngពីឆ្នាំ2022បងហើយថ្មីនេះដៃទីផ្សារ ISI មានបន្ថែមក្រូមេសារធាតុស័ង្កសីក្រាស់ជាងមុនទៅដល់ 50% ដែលបង្កើនភាពធន់នឹងច្រេះមានសន្ទាប់ការពារពិសេសការពារប្រឆាំងនឹងការឡើងស្នឹមនិងការឡើងផ្កាអំបិលហើយដៃទីផ្សារ ISI នេះបងមានគ្រប់ទំហំគ្រប់ຂະຫນាតបាត់បែនទៅតាមតម្រូវការរបស់អតិថិជន Ôiល្អណាស់ហើយចុះអាសង្កសីអូន សង្កសីបើបងចង់បានល្អខ្ញុំណែនាំឲ្យបងប្រើសង្កសី ISI Plymouth PU 908នេះបងសង្កសីនេះគឺមានស្នោ PU ជួយកាត់បន្ថយកម្ដៅនិងសម្លេងទឹកភ្លៀងបានល្អជាងស្នោទូទៅដែលលក់លើទីផ្សារយើងណាបងហើយមានកម្របពិសេសនេះក្របពីលើរុនវិសដែលជួយការពារលិចជ្រាបទឹកភ្លៀងបានល្អមែនទែនហើយមានការធានាលើការច្រេះភ្លុះធ្លាយរហូតដល់20ឆ្នាំណាបង បងមិនថាដៃទីផ្សារ ISI ឬក៏សង្កសី ISI Plymouth 9បែបនេះទេជាជំរើសដ៏ល្អបំផុតដែលបងប្អូនយើងក៏ទុកចិត្តសម្រាប់ការសាងសង់ តើពេលបានស្ដាប់បងឯងរៀបរាប់អញ្ចឹងទៅបានបងដឹងច្បាស់ពីរឿងគុណភាពហ្នឹងពេលខ្លះទៅវាចេះតែខ្លាចចេះអូនអើយយើងធ្វើផ្ទះយើងចង់បានមាំយើងទុកចិត្តជាងប៉ុន្តែបទពិសោធន៍កន្លងទៅហ្នឹងបងឃើញអ្នកធ្វើផ្ទះភាគច្រើនតែមានបញ្ហាខកចិត្តជាមួយនឹងរឿងគុណភាពតែគុណភាពសង្កសីហ្នឹងហ្មង ព្រោះនឹងខ្ញុំជួបច្រើនណាស់ហើយនឹងដោយសារមូលហេតុអីអត់ភាគច្រើនម្ចាស់ផ្ទះគាត់ទុកចិត្តទៅលើមេការម៉ៅការសំណង់ហើយគាត់ដឹងទេថាមេការម៉ៅការសំណង់មកកន្លែងខ្ញុំគាត់ទិញអីវ៉ាន់គាត់យកតែអីវ៉ាន់ដែលមានតម្លៃធូរថ្លៃហើយអត់មានគុណភាពដល់ពេលយកទៅសាងសង់ខុសចិត្តខាតទាំងពេលវេលាខាតទាំងលុយកាក់ អូយឥឡូវអត់ទេបងច្បាស់ហើយបងប្រើដៃទីផ្សារ ISI និងសង្កសី ISI ហ្នឹងហ្មង ចាបង ប៉ុណ្ណឹងសិនបានទេម៉ែអញ្ចឹងអូនអើយ ចា បងនិយាយត្រង់ទៅមិញហ្នឹងបងចង់យកលុយមកកក់រឿងអីវ៉ាន់រឿងសង្កសីហ្នឹងប៉ុន្តែនៅផ្ទះបងវាមានបញ្ហាបន្ទាន់អូនអើយអញ្ចឹងបងសុំចាំលើកក្រោយហ្មងណាអូន ចាបងអត់អីទេលើកក្រោយក៏បានដែរ អូខេអរគុណច្រើនណាអូនលាសិនណា អរគុណច្រើនបង ហើយមិនស្នាគាត់មានរឿងអីទៀតអីម៉ែ អាសនាវាទៅលេងបុនគេឥឡូវវាជន់ដានគេកូនអាជនបកកហ្នឹងវារត់បាត់ហើយគេខត់ខ្លួនអាសនាដើម្បីសួរនាំ ហើយមានរឿងអីការងារអីដែលត្រូវគាត់ខ្លួនគាត់ទុកនេះ ខាងគ្រួសារជនរងគ្រោះកូនគេប្រាប់ថាអាសនាហ្នឹងស្គាល់អាជនបកកនឹងច្បាស់ហើយគេចោទដោយទាំងវាទៀតកូនឯងដឹងអត់ឥឡូវវាភ័យណាវាយំវាអត់ស៊ីបាយស៊ីទឹកអីទេកូន ម៉ែបើថាគាត់អត់មានពាក់ព័ន្ធអីជាមួយរឿងហ្នឹងទេច្បាប់គេចេះធ្វើការម៉ែមិនបាច់ភ័យពេកទេ ម៉ែដឹងតែវាយំអង្វរឲ្យម៉ែជួយហើយឲ្យម៉ែនៅស្ងៀមមិនកើតកូនម្យ៉ាងទៀតវាសេះរត់ទៅឈ្មោះខ្លួនឯងហ្នឹង ហើយឥឡូវម៉ែចង់ឲ្យខ្ញុំធ្វើម៉េច បើខ្លួនឯងមិនជួយវាមិនខ្លួនឯងប្រងទុកវាចោលមែនហើយឥឡូវហ្នឹងម៉ែកំពុងតែស្រួលជាមួយខាងជនរងគ្រោះគេទាម៉ែទៅ5000ទេកូន ម៉ែលុយហ្នឹងមិនតិចទេណាហើយខ្ញុំមានលុយមកពីណា ស្រោចុះលុយដែលខ្លួនឯងសំមក ម៉ែដឹងស្រាប់អីតាថារងថ្ងៃហ្នឹងផ្ទះក៏ខ្ញុំជួលគេហាងក៏ខ្ញុំជួលគេខ្ញុំត្រូវការធ្វើផ្ទះធ្វើហាងផ្ទាល់ខ្លួនទេតាម៉ែ ផ្ទះមុខរបរសំខាន់ជាងបងប្អូនមែនកូនជួយវាសិនទៅធៀមវាខាប់ជាងទឹកអ្វីដែលម៉ែជំពាក់កូនបើចិត្តនេះម៉ែសងកូនមិនអស់ទោះបីជាតិក្រោយម៉ែកាត់ទៅជាគោឬក៏កបីកូនប្រើម៉ែបានតាមចិត្តតែពេលនេះម៉ែសុំបងណាកូនណាជួយវាសិនទៅណាកូន ម៉ែកុំប្រើភាសានឹងជាមួយខ្ញុំបានអត់ម៉ែខ្ញុំបាន
ចាំខ្ញុំរៀបចំលុយឲ្យ ហើយក្រែងថាស្រួលខ្លួនឯងមិនសម្រាប់មួយថ្ងៃពីរទៅ ចេះរៀបចំឲ្យហើយទៅកុំឲ្យស្អែកនឹងភ្ញៀវចូលមកវាពិបាកមួយថ្ងៃនេះភ្ញៀវរៀងច្រើនផង ខ្លាចតែអត់ទាន់រៀបចំឲ្យមួយថ្ងៃដួលមុនទេនោះហើយប្រឹងអីប្រឹងម៉ែឈឺហើយក៏អត់ហ៊ានសម្រាប់ត្រូវការលុយខ្លាំងមែនមានបញ្ហាអីអប្រកបបញ្ហាផ្ទាល់ខ្លួនឬក៏បញ្ហាគ្រួសារ បងមិនដឹងត្រូវបកស្រាយមិនឲ្យឯងយល់ទេ ត្រូវហើយរឿងហ្នឹងមានតែបងឯងខ្លួនឯងឯងដែលដឹង រឿងគ្រួសារអូនវាដូចម្រែកនៅលើស្មាអញ្ចឹងពេលខ្លះទោះបីជាបងចង់តម្លាក់តែមិនប្រកាសថាវាតម្លាក់បានទេ ចុះបងឯងដែរចង់សាកតម្លាក់អត់មានដឹងថាពេលតម្លាក់ហើយវាមិនអត់ បងសួរខ្លួនឯងរាល់ថ្ងៃថាអាចទម្លាក់អំរែកនឹងចេញពីស្មាបានអត់តែវាអត់ស្រួលដូចយើងគិតទេបងអូន វាមិនអាចឬក៏បងឯងមិនធ្វើពេលខ្លះរាល់ថ្ងៃនេះខ្ញុំអាណិតបងឯងតាដឹងជួយបងឯងមិនអំរែកលើស្មាបងឯងតម្លាក់កើតឬមិនកើតមានតែបងឯងខ្លួនឯងឯងដែលដឹងច្បាស់ បើបញ្ហាកើតមិនចេះចប់អញ្ចឹងសួរតែពេលណាខ្ញុំអាចរកអនាគតសម្រាប់ខ្លួនឯងឃើញហើយនឹងមិនមែនជីវិតតម្រូវឲ្យជួបរឿងទាំងអស់នឹងមែនត្រូវតែឆ្លងកាត់រឿងទាំងអស់នឹងមែនម៉ែនេះលុយកូនជូនម៉ែសម្រាប់យកទៅសងគេចាប់ពីត្រឹមថ្ងៃហ្នឹងទៅម៉ែមិនបាច់ហត់ធ្វើស្រែធ្វើចការទៀតទេម៉ែខ្វះខាតអីម៉ែគ្រាន់តែប្រាប់ខ្ញុំមកខ្ញុំទិញទុកនៅផ្ទះឲ្យម៉ែហ្មងរត់នេះលុយសម្រាប់ឯងបងសាលាឆ្នាំហ្នឹងចាប់ពីឆ្នាំក្រោយទៅបងអត់មានលទ្ធភាពរកលុយបងឯងទៀតទេឯងរកលុយបងខ្លួនឯងហើយស្នាអានេះក៏ចាប់លុយសម្រាប់ស្នាឯងយកដោះស្រាយបញ្ហារឿងស្នាឯងជន់ដានគេលើកក្រោយបើសិនជាស្នាឯងមានបញ្ហាជន់ដានគេទៀតមិនប្រកាសថាខ្ញុំមានលទ្ធភាពជួយស្នាឯងហើយនៅសុកមិនបានកូនឯងធ្វើអញ្ចឹង បើឯងនិយាយស្រួលណាលុយថ្លៃសាលាបើឯងថាអត់ចង់បងអត់បងអញ្ចឹងហ្មងហើយមួយឆ្នាំទៀតហ្នឹងខ្ញុំរកលុយណាមកបងតន់បើចឹងតដែរបងឯងឲ្យខ្ញុំរៀនខាតពេល2 3ឆ្នាំហ្នឹងទៅអីអត់រៀនតាំងពីដំបូងហ្មងទៅវាមិនស្រួលអី អើហើយជាឯងប្រងទុកអញចោលអត់មានរត់ការអញចូលធ្វើការសិនទេអូឯងចង់ឲ្យអញនៅដើរតតខ្យល់អញ្ចឹងអីគេយកសុកខ្លួនឯងមែនរឿងបញ្ហាអ្នកទាំងអស់គ្នាខ្ញុំសូមឲ្យទាំងអស់គ្នាមានទំនួលខុសត្រូវសម្រាប់បញ្ហាខ្លួនឯងខ្លះចាប់ពីថ្ងៃហ្នឹងទៅខ្ញុំសូមពេលវេលាមើលថែខ្លួនឯងខ្លះធ្វើអីសម្រាប់ខ្លួនឯងខ្លះរឿងលុយរឿងកាក់នេះដូចគ្នាខ្ញុំនឹងជួយប៉ុន្តែតាមលទ្ធភាពដែលខ្ញុំអាចធ្វើបានហើយតាមសទ្ធាដែលខ្ញុំចង់ឬមិនចង់
ប៉ុន្តែมันអាចកំណត់ដាច់ខាតត្រូវឲ្យខ្ញុំជួយប៉ុណ្ណាបានទេ និយាយចឹងបានន័យថាឯងចង់ទូពួកអញចោលហើយចុះបើឯងជួយអញឲ្យចូលធ្វើការសិនទៅថ្ងៃក្រោយអញក៏លែងពឹងឯងដែរព្រោះដោយសារមកផ្ទះហ្នឹងហើយវាមានការងារល្អវាមានប្រាក់ខែច្រើនជាងគេ ខ្ញុំនៅរៀនខ្ញុំទៅធ្វើអីកើតបើខ្ញុំរៀនចប់មានការងារធ្វើក៏ខ្ញុំអត់មានពឹងមួយឯងដែរ កូនឯងសុខចិត្តឈរអោបដៃមើលគ្រួសារយើងនេះលងទឹកកើតដែរអីម៉ែមិនអាចធ្វើចឹងបានទេម៉ែត្រូវតែរកលុយម៉ែត្រូវតែធ្វើស្រែធ្វើចការដើម្បីចំណាយ ម៉ែចង់ឲ្យខ្ញុំជួយអ្នកទាំងអស់គ្នាដល់ពេលណាទៀតអើជីវិតខ្ញុំកើតមកសម្រាប់តែបំពេញឲ្យមនុស្សគ្រប់គ្នាមែនម៉ែខ្ញុំកូនម៉ែដែរតាខ្ញុំចេះហត់ចេះឈឺចាប់ចេះតូចចិត្តដែរតាម៉ែពេលខ្លះខ្ញុំនិយាយត្រង់ម៉ែខ្ញុំអន់ចិត្តត្រង់ថាលុយដែលខ្ញុំខំប្រឹងរកទាំងយប់ទាំងថ្ងៃម៉ែយកទៅលេងល្បែងតែម៉ែក៏ហក់ខ្ញុំថាម៉ែទៅទិញដីទិញជីចំមាន់ចំសត្វហេតុផលខ្ញុំដឹងថាម៉ែខ្ញុំសុំវល់ម៉ែរាល់ជើង គ្រប់ជើងណាចាំតិចទៅកូនអញផ្ញើលុយមកអញទៅបាក់លុយសិនម៉ែប្រងបន្តអញ្ចឹងដល់ពេលណាទៀតខ្ញុំហត់ណាម៉ែរឿងលបាយនេះម៉ែដឹងស្រាប់ហើយថាវាអត់មានអីចម្រុងចម្រើនទេម៉ែមានអាណិតខ្ញុំខ្លះអត់ខ្ញុំអាយុ70ណាម៉ែតែខ្ញុំអត់មានសល់អីនៅក្នុងខ្លួនទេ បើតាមខ្ញុំស្ដាប់អរិទ្ធនិយាយម្នាក់អីឈ្មោះរាំងសីនេះមើលទៅដូចមិនណយទេបើហ៊ានតែឲ្យអាសរោយកប្រពន្ធឥឡូវហ្នឹងគ្រួសារយើងត្រៀមតែទឹកភ្នែកឆៃនឹងបែកខ្ញែកគ្នាហើយតែ ម៉ែឮថាកូនឯងតាក់ទងម្នាក់អីឈ្មោះរាំងសីហ្នឹងហ៎ម៉ែថាកុំអីកូនម្នាក់ហ្នឹងអត់ល្អទេ ដាច់ខាតត្រូវតែគិតពីគ្រួសារមុនរហូតហើយនៅមានអរិទ្ធទៀតឯងគិតថាបងល្ងងដល់ថ្នាក់មិនដឹងថាឯងធ្វើអីខ្លះនៅសាលាមែនបាននិយាយថាសាលាវាអត់ត្រូវទៀតត្រូវនិយាយថាកន្លែងដែលឯងទៅកន្លែងដើរលេងកញ្ចុះជាមួយសង្សារឯងទានេះទានោះបងខ្ញុំខ្វះនេះមិនដែលមានពាក្យថាគ្រប់គេមានអីឯងត្រូវមាននឹងដែរប៉ុន្តែឯងមានតែសួរខ្លួនឯងអស់ឯងអាយុប៉ុន្មានហើយឯងមានតែគិតចង់ម្ចាស់ការលើជីវិតខ្លួនឯងខ្លះអស់ថារៀនទៅវាមិនច្បាស់លាស់ឲ្យតែមានការងារច្បាស់លាស់ក៏បងអស់ចិត្តដែរប៉ុន្តែមិនបាច់ថាការងារច្បាស់លាស់ទេសូម្បីតែការងារជួយបងនៅក្នុងហាងក៏ឯងមិនដែលប៉ះដែរប៉ុន្តែបើឯងលាដៃទាលុយអាហ្នឹងបានតែឯងចង់ដឹងរឿងតែគួរអស់សំណោចទេលុយដែលឯងយកទៅរៀនលុយដែលឯងយកទៅផ្លាញទាំងអស់ហ្នឹងវាបានពីកម្លាំងញើសឈាមបងនេះបងទៅរយឯងសម្រាប់សម្រួលបើសិនជាឯងរៀនទៅមុខអត់កើតរលុយបងសាលាអត់បានឈប់រៀនក៏តាមហ្នឹងទៅព្រោះនៅពេលដែលបងរៀនក៏អត់បានជ្រៅជ្រះចប់ចុងចប់ដើមដែរហើយក៏អត់មានណាគេជួយជ្រុំជ្រែងបងដូចគ្នានៅមានស្នាទៀតស្នាឯងអាយុប៉ុន្មានស្នាឯងបងខ្ញុំតែស្នាឯងដែលធ្វើអីជាគំរូសម្រាប់ខ្ញុំអត់មានចង់ធ្វើអីមួយច្បាស់ពិតប្រាកដអត់មួយថ្ងៃចេះដើរទៅបកកបញ្ហាឲ្យគេដោះពេលកើតបញ្ហាហើយស្រែករកម៉ែប៉ុន្តែម៉ែគាត់ទៅរកណាគេម៉ែមករកខ្ញុំនេះបងឯងមានតែអាណិតខ្ញុំខ្លះអត់មានតែអាណិតប្អូនខ្លះអត់បើប្អូនមានមុខរបរមួយច្បាស់លាស់អញ្ចឹងបងឯងត្រូវតែជន់កដកស្លាប់ត្រូវតែឲ្យវាដោះស្រាយគ្រប់បញ្ហាបងឯងមែនខ្ញុំមិនមែនមិនដឹងខ្ញុំមិនមែនល្ងងទេស្នាក្នុងកសែភ្នែកបងឯងខ្ញុំអត់ដែលដើរតួល្អប្អូនបងឯងអាក្រក់រហូតវាមានមុខរបរហើយមិនក៏វាមិនជួយអញប៉ុន្តែនៅពេលដែលមានបញ្ហាស្នាឯងស្រែកហៅឈ្មោះខ្ញុំពេលមានបញ្ហាស្រែកហៅឈ្មោះប្អូននេះឲ្យប្អូនទៅជួយតែប្អូនអត់ដែលល្អសម្រាប់បងឯងគ្រាន់តែរឿងការងារ
ចង់ទៅធ្វើការងារនៅក្នុងកន្លែងគេក៏ត្រូវឲ្យខ្ញុំយកលុយទៅសោកគេដែរបើអញ្ចឹងខ្មាស់គេអត់ចុះគេផ្សេងទៀតអាយុក្មេងជាងមកឯងផងគេចូលធ្វើការងារយកលុយទៅសោកអញ្ចឹងដែរមែនខ្ញុំដឹងថាខ្ញុំនិយាយអញ្ចឹងអ្នកទាំងអស់គ្នាមិនសប្បាយចិត្តប៉ុន្តែអានេះជាចម្លើយទាំងអស់គ្នាសុទ្ធតែមានរឿងសម្ដែងធ្វើកំសត់ដើម្បីបិទបាំងខ្ញុំតែរឿងដែលគួរឲ្យចង់សើចជីវិតខ្ញុំមិនបាច់សម្ដែងក៏កំសត់ដែរម៉ែឲ្យខ្ញុំសុំទោសបើពេលខ្លះខ្ញុំគ្រាន់តែត្រូវការពេលសម្រាប់ដោះស្រាយបញ្ហាខ្លួនឯងបើពេលខ្លះខ្ញុំត្រូវការពេលគិតសម្រាប់អនាគតខ្លួនឯងដែរការពិតនៅតែការពិតហើយខ្ញុំអត់អាចឈរមើលអ្នកទាំងអស់គ្នាសម្ដែងឲ្យជឿទៀតដែរខ្ញុំចង់ឆ្លៀតធ្វើផ្ទះមានហាងកាហ្វេពីខាងមុខបងឯងគិតថាម៉េចដែរបងវាល្មមហើយស្រូវអើយជួលផ្ទះគេរាប់សិបឆ្នាំហើយបើថាឆ្លៀតធ្វើខ្លួនឯងបានណាក៏ធ្វើខ្លួនឯងទៅគេអត់ខ្វល់ថាស្រូវឯងមានបន្ទុកច្រើនមិនទេតែយើងអត់មានអីសោះមុខតែគេវាយតម្លៃកំណត់យើងហើយមកចាយបងសរោជើងនឹងមករកអីវិញជើងនឹងបងមកកក់លុយនេះដៃទីផ្ស ISI នេះហើយនឹងសង្កសី ISI ភ្លីមួក 982U ហើយច្បាស់មែនតើណាលើកណាច្បាស់មែនតើហើយជើងនឹងតួនាទីដែលខ្ញុំបានបំពេញសង្កតពកដាជីវិតជាកូនជាបងជាប្អូនជាមនុស្សដែលអាចពឹងពាក់បាននៅពេលដែលគេត្រូវការជាស្មាសម្រាប់រែកអំរែកដ៏ហត់នឿយរឿងទាំងអស់នោះខ្ញុំបានធ្វើរួចរាល់អស់ហើយពេលនេះខ្ញុំគ្រាន់តែសុំទម្លាក់អំរែកខ្លះដែលមិនមែនជាទំនួលខុសត្រូវរបស់ខ្ញុំស្រឡាញ់ខ្លួនឯងខ្លះមើលថែខ្លួនឯងខ្លះឲ្យសម្លេងឈឺចាប់សម្លេងដង្ហក់របស់ខ្លួនឯងឮនៅក្នុងត្រចៀកអ្នកដទៃខ្លះក៏វាមិនអាត្មានិយមពេកដែរពួកខ្ញុំមិនមែនជាចំណែកសម្រាប់តែបំពេញចន្លោះខ្វះខាតរបស់ជីវិតអ្នកណាម្នាក់ឯងអញ្ចឹងតោះទៅគិតលុយក្នុងបង